ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយការទស្សន៍ទាយជោគជតារាសីរបស់ឆ្នាំមមែទៅតាមក្បួនចិនតែវីដេអូនេះខ្ញុំនឹងនិយាយអំពីជោគជតាវាសនាពេញមួយជីវិតសំណាងឬមួយក៏វាសនានៅក្នុងការរកលុយពេញមួយជីវិតសមត្ថភាពនៅក្នុងការរកទ្រព្យសម្បត្តិសំណាងនៅក្នុងអាជីពពេញមួយជីវិតការបង្ហាញចេញក៏ដូចជាសមត្ថភាពនៅក្នុងអាជីពការងាររបស់អ្នកឆ្នាំមមែព្រមទាំងស្នេហានិងសុខភាពរបស់ពួកគេហើយជាចុងក្រោយនៃវីដេអូខ្ញុំក៏មានអនុសាសន៍មួយចំនួនដើម្បីឲ្យជីវិតរបស់ពួកគេប្រកបទៅដោយភាពរលូននិងជៀសវាងនឹងបញ្ហាផងដែរឆ្នាំមមែគឺជាឆ្នាំទី8នៅក្នុងរាសីចក្រហើយមានធាតុដីពពែគឺជាសត្វដំបូងគេដែលត្រូវបានគេចិញ្ចឹមនិងគឺជាសត្វមួយដែលតំណាងឲ្យវប្បធម៌ចម្រុះនៅក្នុងប្រពៃណីចិនទន្ទឹមនឹងនេះពពែគឺជានិមិត្តសញ្ញាមួយនៅក្នុងទេវកថាបុរាណរបស់ចិនដែលមានអត្ថន័យជានិមិត្តសញ្ញានៃភាពសុចរិតយុត្តិធម៌សប្បុរសសិទ្ធិនិងទ្រព្យសម្បត្តិបន្ទាប់មកខ្ញុំក៏សូមនិយាយអំពីជោគវាសនាពេញមួយជីវិតរបស់អ្នកកើតឆ្នាំមមែអ្នកដែលកើតឆ្នាំមមែគឺមានចិត្តសុភាពនិងមានចិត្តមេត្តាបុរសគឺជាមនុស្សដែលមានភាពប្រុងប្រយ័ត្ននិងគិតគូរចំណែកស្ត្រីគឺមានភាពស្លូតបូតនិងចិត្តល្អអ្នកដែលកើតនៅក្នុងឆ្នាំមមែគឺមានចិត្តទូលាយពេញមួយជីវិតในវ័យក្មេងអ្នកអាចនឹងជួបឧបសគ្គជាច្រើននិងងាយបរាជ័យនៅវ័យកណ្ដាលអ្នកនឹងមានសំណាងល្អជាងមុនមានអាពាហ៍ពិពាហ៍ល្អនិងគ្រួសារដ៏រុងរឿងនៅវ័យចាស់អ្នកនឹងរីករាយនឹងសុវត្ថិភាពនិងសុភមង្គលគ្រួសារនិងមានទំនាក់ទំនងល្អជាមួយនឹងគ្រួសារប្រសិនបើអ្នកឧស្សាហ៍ព្យាយាមនិងសន្សំសំចៃនៅក្នុងការគ្រប់គ្រងគ្រួសារវាសនាក៏ដូចជាសំណាងនៅក្នុងការរកលុយពេញមួយជីវិតរបស់អ្នកកើតឆ្នាំមមែអ្នកនឹងរស់នៅក្នុងជីវិតមួយដ៏រលូននិងមានទ្រព្យសម្បត្តិគ្រប់គ្រាន់ទោះបីជាអ្នកចាប់ផ្ដើមពីសូន្យក៏ដោយអ្នកអាចទទួលបានផលចំណេញល្អប៉ុន្តែត្រូវចេះគ្រប់គ្រងការចំណាយសមត្ថភាពនិងភាពអាចទៅរួចនៅក្នុងការរកទ្រព្យសម្បត្តិរបស់អ្នកកើតឆ្នាំមមែទី1នៅក្នុងជីវិតអ្នកអាចនឹងមិនជួបនឹងបញ្ហារិះរ៉ាញ់វត្ថុធ្ងន់ធ្ងរឬមួយក៏មិនមានទ្រព្យសម្បត្តិច្រើនហូរហៀទេប៉ុន្តែក្នុងជីវិតនេះគឺអាចនឹងរស់នៅនឹងភាពសុខស្រួលនិងស្ថិរភាពដែរបើទោះបីជាមិនមានខ្លាំងតែក៏មិនអត់ខ្លាំងទី2នៅពេលដែលមានមិត្តភ័ក្តិឬមិត្តរួមការងារមានបញ្ហាហិរញ្ញវត្ថុអ្នកនឹងជួយដោយមិនស្ទាក់ស្ទើរទី3អ្នកតែងតែជឿជាក់ទៅលើអ្នកដទៃជុំវិញខ្លួនដែលអាចឲ្យអ្នកត្រូវបានគេបោកប្រាស់និងធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិខ្លះពិធីបង្កើនទ្រព្យនោះគឺទិសសំណាងរបស់អ្នកបង្កើនប្រាក់ចំណូលបន្ថែមពីការងារគឺទិសខាងជើងទិសសំណាងនៅក្នុងការរកបានទ្រព្យសម្បត្តិភ្លាមគឺទិសខាងជើងឈៀងខាងលិចនៅក្នុងជីវិតប្រចាំថ្ងៃអ្នកគួរតែពាក់ឬដាក់រូបសត្វសេះសត្វជ្រូកឬទន្សាយនៅលើតុដើម្បីបង្កើនសំណាងនៅក្នុងការរកទ្រព្យសម្បត្តិបន្ថែមពីនេះក៏អាសាប៉ះនៅរូបសំណាកទាំងនោះផងដែរដើម្បីបង្កើនសំណាងហើយគួរជៀសវាងដាក់តាំងឬមួយក៏ពាក់គ្រឿងអលង្ការដែលមានរូបជាសត្វគោនិងសត្វកណ្ដុរព្រោះវាឆុងបើសិនជាអាចធ្វើបានអ្នកគួរតែស្វែងរកឱកាសរកលុយនៅទិសខាងជើងឬខាងជើងឈៀងខាងលិចសំណាងឬមួយក៏វាសនានៅក្នុងអាជីពការងារពេញមួយជីវិតអ្នកដែលកើតនៅក្នុងឆ្នាំមមែមានភាពចូលចិត្តជួយអ្នកដទៃដែលធ្វើឲ្យមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួនអញ្ចឹងហើយទើបអ្នកដែលកើតនៅក្នុងឆ្នាំមមែមានទម្លាប់មួយគឺរ៉ាប់រងការងារតែម្នាក់ឯងបើទោះបីជាអ្នកចូលចិត្តជួយគេហើយអ្នកអាចមានសមត្ថភាពលទ្ធភាពនៅក្នុងការធ្វើការងារទាំងអស់តែម្នាក់ឯងក៏ដោយប៉ុន្តែអ្នកមិនគួរធ្វើបែបនោះឡើយព្រោះអ្នកពុំមានសមត្ថភាពក៏ដូចជាទំនួលខុសត្រូវត្រូវការងារទាំងស្រុងតែឯងនោះទេប្រសិនបើអ្នកអាចផ្ដោតសំខាន់ទៅលើអាជីពរបស់ខ្លួនអ្នកនឹងសម្រេចក្តីសុបិនរបស់អ្នកសមត្ថភាពនៅក្នុងអាជីពការងារទី1គឺអ្នកកើតឆ្នាំមមែគឺមានភាពប្រុងប្រយ័ត្នអ្នកតែងតែរក្សានូវភាពស្ងប់ស្ងាត់នៅក្នុងការដោះស្រាយបញ្ហាអ្វីមួយនិងវិភាគបញ្ហាដោយស្ងប់ស្ងាត់ទី2ដោយសារអាកប្បកិរិយាសុភាពអ្នកអាចសួរឬមួយក៏រកជំនួយពីអ្នកដទៃបាននៅពេលដែលជួបបញ្ហានៅក្នុងការបំពេញការងារដើម្បីឲ្យការងារនោះជោគជ័យនិងទទួលបានការពេញចិត្តពីតុកែទី3នោះគឺអ្នកកើតឆ្នាំមមែគឺមានភាពប្រុងប្រយ័ត្ននិងគិតគូរទៅដល់គ្រប់ភាគីនៅក្នុងការធ្វើអ្វីមួយទោះជាយ៉ាងណាក៏ដោយអ្នកមិនគួរចាប់យកអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងមកធ្វើតែម្នាក់ឯងឡើយឬយកចិត្តទុកដាក់ទៅលើរឿងលម្អិតតូចតាចពេកបើមិនដូច្នេះទេអ្នកនឹងជាប់នឹងរឿងតូចតាចនោះរហូតពិធីបង្កើនសំណាងនៅក្នុងអាជីពគឺបើសិនជាចង់ជោគជ័យក្នុងអាជីពអ្នកកើតឆ្នាំមមែគួរតែទំនាក់ទំនងការងារជាមួយអ្នកដែលកើតនៅក្នុងឆ្នាំមមីកលឬថោះដើម្បីទទួលបានជំនួយពីពួកគេទាំងនោះដែលធ្វើអាជីពរបស់អ្នករីកចម្រើនជាលំដាប់
ផ្កាយសំណាងរបស់អ្នកគឺផ្កាយវិនឆឹងដែលជួយអ្នកនៅទិសខាងលិចដូច្នេះហើយបើសិនបើអ្នកចង់ឲ្យអ្វីៗដំណើរការទៅបានល្អនិងចង់បានការឡើងឋានៈអ្នកគួរតែដាក់វត្ថុហុងស៊ុយដែលមានរូបរាងសត្វតាក់ទងមួយឆ្នាំជ្រូកសេះឬមួយក៏ទុនសាយនៅទិសខាងនោះចោះវាសនានៅក្នុងស្នេហាមួយជីវិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំមមែដោយសារតែអ្នកជាមនុស្សដែលស្មោះត្រង់នឹងស្នេហានិងគិតគូរទៅដល់គូស្នេហ៍ដែលអ្នកថែរក្សានិងធ្វើឲ្យគេមានអារម្មណ៍ថាងាយស្រួលក្នុងការរស់នៅជាមួយនឹងពេញចិត្តបុរសដឹងពីរបៀបធ្វើឲ្យស្ត្រីសប្បាយចិត្តចំណែកស្ត្រីមានទាំងភាពសុបិនរ៉ូមែនទិករបស់ក្មេងស្រីនិងភាពថ្លៃថ្នូរនិងឆើតឆាយរបស់ស្ត្រីចាស់ទុំការសម្ដែងចេញក៏ដូចជាលក្ខណៈរបស់មនុស្សឆ្នាំមមែនៅក្នុងស្នេហាទី1គឺអ្នកមានភាពស្មោះត្រង់និងប្រុងប្រយ័ត្នហើយស្វែងរកដៃគូស្នេហាដែលមានស្ថិរភាពដូច្នេះអ្នកនឹងស្រឡាញ់រៀបការនិងមានកូនបានន័យថាមនុស្សឆ្នាំមមែពងនៅស្នេហាដែលច្បាស់លាស់ទី2គឺបុរសមានភាពស្មោះត្រង់ជាក់ស្ដែងរ៉ូមែនទិកនិងគិតគូរទៅដល់ស្នេហាហើយសុខចិត្តបម្រើនារីជីវពន្ធដោយស្មោះស្ម័គ្រទី3ស្ត្រីតែងតែបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគូស្នេហ៍ទោះជាយ៉ាងណាក៏ដោយអ្នកមានភាពតឹងរ៉ឹងនិងឆ្លាតវៃនៅក្នុងការគ្រប់គ្រងអ្វីៗគ្រប់យ៉ាងហើយមិនហ៊ានប្រឈមមុខនឹងការពិតទេបើសិនជាប្តីមានស្រីឬមួយក៏មានដៃគូដតីទៀតពិតមែនគឺស្ត្រីឆ្នាំមមែនេះពិបាកទទួលយកមែនទែនខ្ញុំសូមផ្ដល់នៅវិធីក៏ដូចជាអនុសាសន៍ដើម្បីឲ្យអាពាហ៍ពិពាហ៍របស់អ្នកឆ្នាំមមែប្រកបទៅដោយភាពរលូននិងសប្បាយរីករាយនោះគឺមមីនិងមមែគឺស្ថិតនៅក្នុងក្រុមមួយក្នុងចំណោមក្រុមទាំង6ដែលត្រូវគ្នាចិនយើងហៅថាលាវហឺដូច្នេះហើយគូដ៏ល្អឥតខ្ចោះសម្រាប់ឆ្នាំមមែនោះគឺអ្នកដែលកើតនៅក្នុងឆ្នាំមមីក្រៅពីឆ្នាំទាំងពីរខាងលើឆ្នាំមមែកលនិងថោះក៏ស្ថិតនៅក្នុងក្រុមទាំង3ដែលត្រូវគ្នាដែរដែលយើងហៅថាសានហឺដូច្នេះហើយអ្នកដែលកើតនៅក្រោមឆ្នាំកលឬមួយក៏ឆ្នាំថោះគឺជាគូដែលស័ក្តិសមសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំមមែដូចគ្នាអញ្ចឹងខ្ញុំសូមសង្ខេបឡើងវិញឆ្នាំដែលស័ក្តិសមឆ្នាំល្អបំផុតនោះគឺឆ្នាំមមីនិងមមែបន្ទាប់មកទៀតគឺឆ្នាំដែលល្អបន្ទាប់គឺឆ្នាំកលហើយនិងឆ្នាំថោះដែលសុទ្ធជាដៃគូអាពាហ៍ពិពាហ៍ដៃគូជីវិតដ៏ល្អសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំមមែហើយគូដែលមិនល្អដែលអ្នកកើតនៅក្នុងឆ្នាំមមែគួរតែជៀសវាងនោះគឺដៃគូអាពាហ៍ពិពាហ៍ដែលកើតនៅក្នុងឆ្នាំឆ្លូវនិងឆ្នាំជូតកហើយនិងកណ្ដុរព្រោះថាបើសិនជាអ្នកដែលកើតនៅក្នុងឆ្នាំមមែយកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវឬមួយក៏ឆ្នាំជូតនេះជីវិតអាពាហ៍ពិពាហ៍នឹងមានការជួបប្រកែកនិងមានបញ្ហាច្រើននៅក្នុងជីវិតដែលធ្វើឲ្យពិបាកឲ្យអាពាហ៍ពិពាហ៍ហ្នឹងគឺគង់វង្សយូរបែងពេញមួយជីវិតណាស់លើពីនេះទៅទៀតទិសសំណាងសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំមមែទិសសំណាងស្នេហារបស់គាត់គឺទិសខាងជើងអ្នកគួរតែដាក់វត្ថុហុងស៊ុយស្រោមស្រពទៅតាមទិសនោះដើម្បីបង្កើនសំណាងជាមួយមនុស្សដែលមានភេទផ្ទុយពីអ្នកបន្ទាប់មកខ្ញុំក៏សូមនិយាយអំពីសុខភាពទោះបីជាមើលមកអ្នកដែលកើតនៅក្នុងឆ្នាំមមែហ្នឹងហាក់ដូចជាទុនខ្សោយតែការពិតទៅសុខភាពគាត់គឺរឹងមាំទេទោះជាយ៉ាងណាក៏ដោយអ្នកដែលកើតឆ្នាំមមែគឺចូលចិត្តញ៉ាំអាហារដែលមិនអាចទប់ទល់នឹងការតាក់ទាញអាហារបានទាល់តែសោះដូច្នេះអ្នកគួរតែផ្ដល់អាទិភាពទៅលើរបបអាហារណាដែលមានរសជាតិស្រាលជៀសវាងការញ៉ាំច្រើនពេកនិងមានកម្រិតនៃការញ៉ាំឲ្យបានត្រឹមត្រូវបន្ទាប់ពីចូលវ័យកណ្ដាលអ្នកគួរតែថែរក្សារូបរាងកាយបានល្អព្រោះអ្នកងាយនឹងមានជំងឺកាពះនិងពោះវៀនដូចជាហើមពោះឈឺកាពះនិងជាតិអាស៊ីតនៅក្នុងកាពះច្រើនជាដើមអ្វីដែលគួរជៀសវាងនៅក្នុងជីវិតប្រចាំថ្ងៃនោះគឺទី1កុំពាក់គ្រឿងអលង្ការរូបរាងគោឬកណ្ដុរឬមួយក៏ដាក់វត្ថុរាងគោឬកណ្ដុរនៅក្នុងផ្ទះឬកន្លែងធ្វើការទី2ជៀសវាងការរៀបការជាមួយអ្នកដែលកើតនៅក្នុងឆ្នាំគោឬឆ្នាំកណ្ដុរដាច់ខាតទី3កុំដាក់គ្រែបែរទៅទិសឦសានវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានជួយគាំទ្រក៏ដូចជាតាមដានទស្សនាវីដេអូរបស់ខ្ញុំមកដល់ទីបញ្ចប់នេះសង្ឃឹមថាវាផ្ដល់ប្រយោជន៍និងការកំសាន្តជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តក៏សូមជួយចុច like និងចុចរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានទឹកចិត្តធ្វើវីដេអូបន្តទៀតហើយបងប្អូនក៏ទទួលបានវីដេអូថ្មីៗបន្តទៀតពីខ្ញុំផងដែរសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ